Lờiនេះខ្ញុំមកនិយាយនេះបើយើងរបៀបជួសជុលវ៉ាវ៉ាម្ដងវាចុះមិនវ៉ាវ៉ាតាក់ទងនឹង blue carbon ហ្នឹងដោយសារ blue carbon វាចម្លែកពីអំពូលធម្មតាយើងជាទូទៅអំពូលធម្មតាយើងថ្មសិតតែមាន BMS ក្នុងហ្នឹងអញ្ចឹងការដែលខ្ញុំរៀនកែមានអីពីមុនហ្នឹងគឺសម្រាប់អំពូលធម្មតាមានអំពូលអីអស្ចារ្យឬអីគាត់ថា blue carbon វាផ្សេងចឹងបានខ្ញុំយក blue carbon មកបញ្ជាក់កុំឲ្យធ្វើដោយតែខ្ញុំកែហ្នឹងវាខុសកាលណា blue carbon មួយខូច LED chip នឹងជាប់ LED គ្នាវាខូចហើយយើងចង់កែដាក់ board យើងដែលខ្ញុំបង្ហាញពីពេលមុនណាអញ្ចឹងបើសិនជាវាខូច LED យើងយក board យើងយកកែយើងត្រូវបន្ថែម BMS លើថ្មផង BMS ក៏មានលុកដែរអញ្ចឹងបានយើងអាចប្រើបានណាវ៉ា4ចុចមិនបើយើងចង់ឈូសអ៊ីសេនឹងចោលដាក់ board យើងថែម BMS លើថ្មមួយយើងអាចប្រើបានបើយើងអត់ដាក់ BMS ឲ្យថ្មទេថ្មនឹងផ្ទុះហើយសាកដល់ផ្ទុះហ្នឹងថ្ម blue carbon ណាចុះបើនៅករណីដែលយើងខូចថ្មវិញបើ blue carbon ខូចថ្មយើងចង់ដូរថ្មយើងយកថ្មយើងយកទៅកាត់ BMS ចោលវិញក្នុងករណីថ្មយើងមាន BMS កាត់ BMS ថ្មយើងចោលហើយយើងមើលមកអំពែយើងបោកអំពែវាយកថ្មយើងតជាផ្នែកឲ្យវាគ្រប់អំពែវាទៅបានហើយយើងដាក់បានអញ្ចឹងវាប៉ុណ្ណឹងទេចំពោះ blue carbon ហ្នឹងគេ blue carbon ទាំងអស់យើងហៅផ្លែប៉មអ្នកខ្លះផ្លែប៉មហៅផ្លែប៉េះអញ្ចឹងហៅច្រើនអំពូលហ្នឹងអញ្ចឹងទៅក៏កែដូចគ្នាទាំងអស់គ្រាន់ថាយើងមើលទៅកាត់ទៅមុំពែថ្មហ្នឹងយើងយកមកដាក់ board យើងនេះ board ដែលយើងនិយាយពីមុនហ្នឹងដាក់ board ហ្នឹងបានអាហ្នឹងមួយ blue carbon ហ្នឹងដាក់ board ដាក់ BMS ដូរថ្មកាត់ BMS ចោលវិញបើថ្មមាន BMS តែវាប៉ុណ្ណឹងតាក់ទងនឹងការ